bây giờ nói lấy núi lầm nhóm chia sân nơi châu san chỉ riêng đấy nhóm xe xa nơi châu san chỉ riêng kiểu năm ngắn ở đây là nhóm chủ trận của con mình chọn cô sở bá mình chọn từ nay ngày thì châu sáng lúc cư nè cư này cả nên châu sáng còn tay tại bắt đầu là các lương studio của chôn muối nè tại con miên là cả làm bài tỏ cả sự sáng còn đó chun là cả hai có mua chum nụn đôi chân em nè tại miền ôn chum non cõi tại miền là tập thiệp là mình có cả xã hay tiện tông từ như tụi này cả tàu bán đưa vào tiện tông một chồng vàng chồng chun là cả nát như tụi này cả làm bây giờ cả sna xong hai một con con lúc ru Serai buat pi đó người gì các bạn sai nơi chồng ngon một trong mỗi người mà tới vừa mình lúc tôi tất មួយកែវតែវិញទេត្រូវតែធ្វើជាមនុស្សដែលទឹកមួយកែវមិនต้องពេញបានន័យថាយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដូច្នេះយើងត្រូវបន្តในការអភិវឌ្ឍខ្លួនបន្តในការរៀនសូត្របន្តប្រសិនបើយើងចាត់ទុកខ្លួនឯងជាមនុស្សដែលដូចជាទឹកមួយកែវបានន័យថាខ្ញុំគ្រប់គ្រាន់ហើយខ្ញុំមិនត្រូវសិក្សាទេក៏ប៉ុន្តែយើងត្រូវដឹងថាក្នុងពិភពលោកនេះមាននៅចំណុចជាច្រើនមេរៀនជីវិតជាច្រើនអត្ថបទជាច្រើនអ្នកត្រូវស្វែងយល់អ្នកត្រូវរៀនសូត្រដូច្នេះហើយជីវិតគឺមានការបន្តការបន្តទៅមុខដូច្នេះការដើរបន្តទៅមុខគឺជាការជួបអ្វីដែលថ្មីខ្លាំងដូច្នេះហើយអ្វីដែលយើងត្រូវការជាចាំបាច់គឺគំនិតការពិចារណាដោយបងមួយលើកពាក្យថាទេសចរខ្ញុំនឹងជាប់ជាមួយវិធានបទសាស្ត្រខ្មែរអ្នកចង់លើកស្ទួយនៅទេសចរនៅកម្ពុជាដែរទេដូច្នេះអ្នកត្រូវលើកស្ទួយនៅអក្សរសាស្ត្រខ្មែរសិល្បៈខ្មែរវប្បធម៌របស់ខ្មែរមនុស្សមួយចំនួនរៀនរហូតដល់ថ្នាក់ឧត្តមសិក្សាចប់ទី12ក៏ប៉ុន្តែគាត់ភ្លេចនៅភាសាដើមកំណើតជាតិបានន័យថាការសរសេរបង្ហាញជា public នៅលើ social media គាត់សរសេរអក្សរអង់គ្លេសអាហ្នឹងមិនមែនបានន័យថាអ្នកកំពុងតែលើកស្ទួយវប្បធម៌ខ្មែរលើកស្ទួយប្រទេសខ្មែរនោះទេអ្នកកំពុងតែចង់ប្រទេសខ្មែរនេះមានអក្សរសាស្ត្រជាសម្រាប់ការសរសេរហេតុអីបាននេះសរសេរអ្នកចង់ដូចប្រទេសវៀតណាមដែរទេឬក៏យ៉ាងម៉េចប្រទេសវៀតណាមគាត់មាននៅអក្សរដើមរបស់គាត់ទេអ្នកនឹងទេមុននឹងទទួលបាននៅអក្សរវាថាខ្មែរសំនៀងខ្មែរស្រាក់ខ្មែរហើយយើងត្រូវក្នុងការអ្វីខ្លះអ្នកត្រូវស្វែងយល់ត្រង់ហ្នឹងដូច្នេះហើយយើងត្រូវថាបើយើងស្រឡាញ់ខ្មែរយើងចង់ឲ្យខ្មែរគង់កើនយើងចង់ឲ្យខ្មែរចម្រើនចង់ឲ្យខ្មែរល្បីល្បាញទូទាំងសកលលោកចាប់ដើមវិញ្ញាណលើកស្ទួយដំបូងគឺអក្សរខ្មែរបង្ហាញថាខ្ញុំជាជនជាតិខ្មែរខ្ញុំសរសេរអក្សរខ្មែរតែអ្នកខ្លះជាជនជាតិខ្មែរសរសេរអក្សរអង់គ្លេសសំនៀងខ្មែរបានន័យថាយើងកំពុងតែបំបត្តិសញ្ជាតិរបស់ខ្លួនកំពុងតែចោទរំលេចនៅអត្តសញ្ញាណរបស់ខ្លួនរបស់ខ្លួនចាអរគុណច្រើនបង